ទុះមានតនមកក្របបណ្ដាលឲ្យអ្នកបើកត្រាក់ទ័រព្យួរដីម្នាក់របួសធ្ងន់បរិសុទ្ធអាយុ24ឆ្នាំម្នាក់បានរងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមនៅឯមន្ទីរពេទ្យបង្ងាយស្រុកអន្លង់វែងបន្ទាប់ពីបើកត្រាក់ទ័រព្យួរដីចំការនិងកិនគ្រាប់មីនមួយគ្រាប់ផ្ទុះបង្កការភ្ញាក់ផ្អើលដល់អ្នកស្រុកករណីផ្ទុះមីនតោនបណ្ដាលឲ្យមានអ្នករងរបួសនេះបានកើតឡើងនៅព្រឹកថ្ងៃទី23ខែមេសាឆ្នាំ2025នៅក្នុងភូមិផ្អៀងជ្រុំឃុំផ្អាវស្រុកត្រពាំងប្រាសាទខេត្តរតនមានជ័យជនរងគ្រោះមានឈ្មោះហាមកៅភេទប្រុសអាយុ24ឆ្នាំរងរបួសជាទម្ងន់និងបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែងខេត្តរតនមានជ័យបន្ទាប់ពីករណីនេះកើតឡើងអាជ្ញាធរមីនក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមកុំចូលទៅតំបន់ណាដែលមិនដឹងប្រវត្តិច្បាស់លាស់និងត្រូវសាកសួរអាជ្ញាធរមូលដ្ឋានមុនចូលទៅក្នុងតំបន់នោះនិងសូមកុំប៉ះពាល់គ្រាប់មីនឬក៏គ្រាប់មិនទាន់ផ្ទុះហើយត្រូវរាយការណ៍ជាបន្ទាន់ទៅដល់អាជ្ញាធរមានសមត្ថកិច្ចនិងប្រតិបត្តិការបោសសម្អាតមីនដែលនៅជិតនោះដើម្បីយកគ្រាប់ទាំងនោះទៅកម្ទេចចោលជាមួយគ្នានេះដែរលោកហេងរតនាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជាបានលើកឡើងដែរថាថ្មីត្បិតសង្គ្រាមត្រូវបានបញ្ចប់ក៏ប៉ុន្តែសំណល់យុទ្ធភ័ណ្ឌសង្គ្រាមនៅក្នុងព្រះរាជាណាចក្រកម្ពុជានៅតែបន្តបំផ្លិចបំផ្លាញសេចក្តីសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋខ្មែរហើយរាជរដ្ឋាភិបាលកម្ពុជាកំពុងតែបន្តខិតខំប្រឹងប្រែងលុបបំបាត់សត្រូវដែលជាឃាតករលាក់មុខទាំងនេះឲ្យអស់អ្នកទាំងគ្នាដែលបានទស្សនាវីដេអូនេះកុំភ្លេចទៅជួយ Subscribe ខ្ញុំម្នាក់មួយផងអរគុណច្រើន